ភ្លើង11 វ៉ុលជាងណាបាទភ្ជាប់ពីខ្សែពណ៌ក្រហមថ្នោតខ្មៅណាបាទចេញមកតាមរយៈខ្សែពណ៌ខ្មៅអុចទឹកប្រាក់ខ្សែហ្នឹងបងប្អូនចែកចេញទៅ7ចំណុចទៅលើប្រភេទស្គូពីហើយនឹងคลิกសេរីទៀតតែបើសិនតែស្គូពី013ឡើងគឺចែកចេញទៅ8ចំណុចបាទអញ្ចឹងលេខ09នឹងស្គូពីបាទទៅ7ចំណុចទី1សម្រាប់បងប្អូនដែលត្រូវការបាទសិភៅយកទៅសិក្សានៅទីតាំងដើម្បីឲ្យបានស្ទាត់ជំនាញទៅលើប្រភេទម៉ូតូប្រើប្រព័ន្ធភ្លើងបិចសាំងបងប្អូនអាចធ្វើការកំងពីខាងខ្ញុំបានណានៅក្នុងសិភៅយើងបានចងក្រងជាលម្អិតងាយស្រួលឲ្យបងប្អូនយកទៅអានទៅប្រើប្រាស់បាទណាបាទនេះម៉ូទ័របូមសាំងមានខ្សែ4ខ្សែគេទេដែលយើងរៀបរាប់មិញណាខ្សែពណ៌សូកូឡាឆ្នោតខ្មៅជាខ្សែម៉ាស់ដែលបញ្ជាចេញពីម៉ាញ៉េតូឬ ECU ECM ណាបាទចូលទៅម៉ូទ័របូមសាំងបាទខ្សែពណ៌ខ្មៅឆ្នោតសណាឬក៏ខ្មៅសុទ្ធបាទជាភ្លើង12 វ៉ុលបញ្ជាចេញពីប្រអប់110ណាឃើញទេបាទណានៅក្នុងនោះគឺមានច្បាស់តែម្ដងជំរាបសួរសួស្តីបងប្អូនជាងជួសជុលម៉ូតូទាំងអស់គ្នាបាទក្រោយពីខ្ញុំបានចេញជាคลิปវីដេអូបាទតាក់ទងនឹងមេរៀនទៅលើដំណើរការប្រព័ន្ធភ្លើងប្រភេទបាទបិចសាំងបាទសេរីទៀបយើងនិយាយពីបាទคลิก09បាទស្គូពី012បាទស្គូពី014 15 13បាទឡើងដល់16ណាបាទនៅបងច្រើនតែគាត់មិនទាន់បានស្វែងយល់ហើយក៏មានអ្នកខ្លះក៏មកសនំពរខ្ញុំបាទធ្វើជាវីដេអូបន្តអញ្ចឹងថ្ងៃនេះយើងមកបន្តជាមួយនឹងបាទដំណើរការប្រព័ន្ធភ្លើងដំបូងរបស់វាណាតោះឥឡូវយើងចាប់ដើមហ្មងកុំឲ្យខាតពេលវេលាយូរណាបាទនេះបងប្អូនជំហានដំបូងបាទណាខ្ញុំមកបន្ថែមនៅមេរៀនចាស់របស់យើងដុំភ្លើងនេះបាទដុំភ្លើងនេះអានេះគេហៅថាដុំភ្លើងប្រភេទបាទ AC Volt ណាបាទពេលដែលយើងវាស់វាបងប្អូនបាទយើងត្រូវដោះឌុយណាទូទៅហ្នឹងគឺនៅក្នុងម៉ូតូណានៅលើម៉ូតូគឺមានឌុយមួយសម្រាប់បងប្អូនធ្វើការផ្ដាច់ណាបើយើងវាស់រក Volt AC នេះចន្លោះពី90ទៅដល់130 Volt AC បងប្អូនសូមឲ្យបងប្អូនដាច់នៅចរន្តបាទភ្លើងនេះបាទចរន្តចេញពីដុំភ្លើងមកមានឌុយមួយផ្ដាច់អាកន្លែងហ្នឹងចេញហើយយើងចាប់ផ្ដើមធ្វើការបាទវាស់យើងប្រើជាមួយនឹងអីគេបងប្អូនបាទរបៀបវាស់របស់យើងនេះគឺប្រើជាមួយនឹងអូម៉ែត្រយើងកាច់ទៅចន្លោះណាបាទនេះបងប្អូនណាកាច់មកបាទចរន្តបាទ200 AC Volt ណាបាទ200 AC Volt ហើយបងប្អូនធ្វើការរោណារតួលេខនេះបាទ90ដល់130 Volt AC អញ្ចឹងមានន័យថាភ្លើងនេះគឺគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយ៉ូតដើម្បីឲ្យយ៉ូតហ្នឹងបំលែងធម្មពលជា DC Volt ណាបាទឲ្យទៅបាទខ្សែពណ៌នេះយើងខ្សែពណ៌ក្រហមញសបាទគឺនឹងចេញទៅសាកបាទអាគុយណាបាទនេះឃើញទេបាទមករត់មកណាឆ្លងកាត់នៅពុយស៊ីបលេខ15បាទបន្ទាប់មកចូលក្នុងអាគុយយើងនិយាយមកដល់ចំណុចដែលខ្ញុំបាទបញ្ចប់ពីម្សិលណាបាទអញ្ចឹងក្រោយពីបងប្អូនដឹងនៅចំណុចក្នុងយ៉ូតនឹងអស់ហើយបាទថ្ងៃនេះយើងចាប់ដើមពីខ្សែនេះទៅតែម្ដងណាអញ្ចឹងក្រោយពីវាភ្ជាប់មកខ្សែពណ៌បាទក្រហមឆ្នោតខ្មៅយើងខ្សែពណ៌ក្រហមឆ្នោតខ្មៅទៅណាបងប្អូនណាបាទទៅហើយគឺចូលក្នុងសោមានដូចខ្សែ2ទេបងប្អូនពេលដែលយើងកាច់សោពឹកបាទវារត់ចេញមកបាទខ្សែពណ៌ខ្មៅអុចទឹកប្រាក់ភ្លើង11 វ៉ុលជាងណាបាទភ្ជាប់ពីខ្សែពណ៌ក្រហមបាទខ្សែពណ៌ក្រហមឆ្នោតខ្មៅណាបាទចេញមកតាមរយៈខ្សែពណ៌ខ្មៅអុចទឹកប្រាក់ខ្សែហ្នឹងបងប្អូនចែកចេញទៅ7ចំណុចទៅលើប្រភេទស្គូពីហើយនឹងคลิกសេរីទៀបតែបើសិនតែស្គូពី013ឡើងគឺចែកចេញទៅ8ចំណុចបាទអញ្ចឹងខ្ញុំនិយាយស្គូពីសេរីទៀបនិងคลิกបាទ09ណាអញ្ចឹងคลิก09និងស្គូពីបាទទៅ7ចំណុចទី1ណាដោយ scan ណាអត់មានឆ្លងកាត់ positive ទេបងប្អូនណាបាទអត់មានឆ្លងកាត់ positive ទេមានអ្នកណាចេញពីកុងតាក់សោបាទចូលមកដល់ដោយ scan នេះតែម្ដង1បាទទី2បាទមកលលាបាទមកលលា D ណានេះបាទភ្លើងបើកសោគឺចូលមកណាទី3នេះបងប្អូនណាបាទណាបាទទី3គឺនេះណាបងប្អូនចូលមកលលាជើង4បាទទី4
bà bích ná cho một bích sang tí pram bà tí pram cho một ní bà bộ biến tí pram mùi cho một tờ bồm sáng tí pram phí bà ná cho một bà ní ná bàไม่ใหญ่โตยังประเภทพวกนี้คือ V ออดเมียนปลาจมวยนัง FID ได้เวลา IATV นะยังเพลิงบอกว่าคือใจเจนเตอร์ปรำเปอร์จำนวนบาทรีไอประเภทกปีโซนแบบใบหลังวิเมียนมอเตอร์แอร์ที่หา FID ยังวีบองการนะชายพวกขมายนั่งหมักทรายเตียดบ่าได้วิจัยเจนเตอร์ปรำใบทรายยังบองบานเยอะแล้วแม่เด้บ่ายังยมทรงแบบเจ้ามวยเตียดเจ้าตองนั่งมักเบ็ดมอเตอร์บุกบินบ่าคือវាទទួលបានមកពីម៉ាញ៉េតូណាបាទម៉ាស់ប៊ិចនឹងមកបៀនណាបាទនេះណាបាទទទួលមកពីបាទម៉ាញ៉េតូណាតាមរយៈខ្សែពណ៌អីបាទសម្រាប់ប៊ិចខ្សែពណ៌បាទផ្កាឈូកឆ្នោតកាត់ប៊ិចណាម៉ាស់បញ្ជាចេញមកពីម៉ាញ៉េតូបាទសម្រាប់មកបៀនបាទខ្សែពណ៌អីគេខ្សែពណ៌បាទលឿងឆ្នោតបាទទឹកប៊ិចណាតែម៉ាស់ដែលបញ្ជាចេញពីម៉ាញ៉េតូសម្រាប់ម៉ូទ័រណាម៉ូទ័របូមសាំងបាទខ្សែម៉ាស់ដែលបញ្ជាចេញពីម៉ាញ៉េតូគឺជាខ្សែពណ៌អីគេខ្សែពណ៌សូកូឡាណូតខ្មៅបាទនេះជាមេរៀនដែលខ្ញុំយកមកលម្អិតទៅដល់បងប្អូនទាំងអស់គ្នាណាបាទថាតើនៅពេលដែលយើងកាច់សោនេះភ្លើងប៉ុន្មានចំណុចបាទទៅ sensor ណាខ្លះបាទអញ្ចឹងប្រភេទប៊ិចបាទប្រភេទ bin បាទប្រភេទម៉ូទ័របូមសាំងគឺទទួលភ្លើងបាទ11 វ៉ុលជាងណាចូលទៅបំរើគ្រឿងបាទអេឡិចត្រូនិកក៏ដូចជាអាលៀជើង4បាទអាលៀ D ណាអញ្ចឹងសូមបងប្អូនបាទកត់បាទត្រាចំណាំទុកទៅព្រោះប្រភេទស្គូពីនេះក៏នៅច្រើនដែរហើយក៏នៅបងបាទមិនទាន់ស្វែងយល់ច្រើនទៀតណាបាទហើយខ្ញុំចង់បញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនដែលត្រូវការបាទសិភៅយកទៅសិក្សានៅទីតាំងដើម្បីឲ្យបានស្ទាត់ជំនាញទៅលើប្រភេទម៉ូតូប្រើប្រព័ន្ធភ្លើងបិចសាំងបងប្អូនអាចធ្វើការកម្មង់ពីខាងខ្ញុំបានណានៅក្នុងសិភៅយើងបានចងក្រងជាលម្អិតងាយស្រួលឲ្យបងប្អូនយកទៅអានទៅប្រើប្រាស់បាទណាបាទនេះម៉ូទ័របូមសាំងមានខ្សែ4ខ្សែអីទេដែលយើងរៀបរាប់មិញណាខ្សែពណ៌សូកូឡាឆ្នោតខ្មៅជាខ្សែម៉ាស់ដែលបញ្ជាចេញពីម៉ាញ៉េតូឬ ECU ECM ណាបាទចូលទៅម៉ូទ័របូមសាំងបាទខ្សែពណ៌ខ្មៅឆ្នោតសណាឬក៏ខ្មៅសុទ្ធបាទជាភ្លើង12 វ៉ុលបញ្ជាចេញពីប្រអប់110ណាឃើញទេបាទណានៅក្នុងនោះគឺមានច្បាស់តែម្ដងអូខេហើយយើងជួបគ្នាណាទៅលើបាទទាំងខាងនេះម្ដងចង់ដឹងថាខាងនេះបាទភ្លើងមកពីណាណាភ្លើងមកពីណាខាងនេះមកភ្លើងមកពីណាណាអានេះភ្លើងចេញពីម៉ាញ៉េតូកម្រិតប្រមាណវ៉ុលយើងជួបគ្នានៅវីដេអូក្រោយបាទសម្រាប់ថ្ងៃនេះខ្ញុំបញ្ចប់បាទមកបែកខាងនេះឲ្យបងប្អូនបានដឹងណាបាទពេញចិត្តនៅវីដេអូបងប្អូនជួយ share ម្នាក់មួយទៅដើម្បីឲ្យបងប្អូនជាងយើងបាទគាត់បានយល់ច្រើនទៀតណាអូខេអរគុណច្រើនជម្រាបលាបាយបាយបាទ